Ok វាត្រឡប់មកវិញយើងបន្តអាកផ្សេងទៀតវគ្គនេះខ្ញុំនឹងបញ្ចូលអាកច្រើនជាងមុនបន្តិចដោយសារវីដេអូសាមុននោះគ្រាន់តែអាកមួយយើងច្រើនទីពេកដោយសារទ្រឹស្ដីវែងយើងត្រូវការនិយាយអញ្ចឹងវគ្គមុនគឺយើងចាប់ដូនេះគឺវគ្គដំបូងដែលយើងរៀនចាប់អាកជាមួយគ្នាទាំងអស់គ្នានោះហើយវគ្គនេះគឺយើងបន្តច្រើនហើយយើងអត់និយាយធ្វើឲ្យវីដេអូវែងទេយើងចូលមកមី minor អញ្ចឹងអានេះអាកដូពីមុនអាកមី minor ចាប់ដៃទី2ក្រោមខ្សែទី6ចាប់នៅលើខ្សែទី5ហើយខ្សែដៃទី3នេះយើងចាប់upពីខាងក្រោមមកគឺ mi minor អានេះគឺ mi minor ចាំបងប្អូនយល់ណាដូ mi minor ហើយយើងចូលទៅអាកមួយបន្ទាប់ទៀតគឺla minor la minor គ្រាន់តែតម្លាក់ដៃ2នេះចុះមកក្រោមហើយដៃមួយនេះយើងទៅចុចនៅចំណុចខ្សែទី2ខ្សែទី2ខ្ទង់ទី1នោះនេះបងប្អូនមើលយល់ទេចឹងយើងទៅវិញវិលជុំយើងធ្វើការលេងទៅជាជួរជាមួយអាកតែម្ដងមីមីន័រយើងឡាមីន័រដូមីមីន័រឡាមីន័រយើងចឹងរបៀបលេងយើងមានពេលវេលាបើយើងអត់ស្គាល់ពីពេលវេលាយើងអត់អាចលេងបានត្រឹមត្រូវហើយចង្វាក់ភ្លេងនៅពេលដែលយើងយល់ដឹងពេលដែលយើងកត់អាកទុកក៏យើងត្រូវកត់មានរបៀបដែលយើងយល់ថាយើងកត់ហ្នឹងគឺនៅក្នុងពេលណាទុកសម្រាប់លេងប្រហែលពេលហើយចឹងបើយើងកត់ឲ្យទុកឲ្យគេមើលក៏យើងត្រូវតែចេះកត់ថាឲ្យគេមើលទៅដឹងថានេះប្រហែលពេលដូចគ្នាហើយរបៀបពេលខ្ញុំប្រាប់បងប្អូនគឺយើងឧទាហរណ៍ងាយដោយសារវីដេអូយើងពិបាកធ្វើដាក់គូឲ្យមើលតែចឹងខ្ញុំធ្វើវាលឿនដែរច្រើនវីដេអូតែចឹងយើងនៅមើលមួយលម្អិតពិបាកហើយបើបងប្អូនចេះស្រាប់ចេះខ្លះងាយមើលវីដេអូនេះឆាប់ចេះឆាប់យល់ចឹងពេលវេលាគឺមានគេហៅថាមួយពេលនឹងមានន័យថា4យើងឧទាហរណ៍ជាមួយនឹងវិនាទីបានហើយវិនាទីយើងរាប់ថា1 2 3 4ហ្នឹងគឺគេហៅថាមួយពេលឬក៏មួយមើសៀចឹងមួយមើសៀហ្នឹងគឺមួយពេលហ្នឹងមាន4វិនាទីមួយពេលហើយកន្លះពេលគេចែកមួយមើសៀហ្នឹងចែកចេញជា2វាទៅជាកន្លះពេលកន្លះមើសៀអញ្ចឹងយើងរាប់1 2 3 4អាហ្នឹងមួយពេលហើយភ្លេងនៅពេលដែលយើងចាប់អាកយើងចាប់ហើយយើងរាប់ដល់4យើងផ្លាស់អាកមានន័យថាយើងលេងអាកនេះមួយពេលអញ្ចឹងបើយើងលេងអាកនេះរាប់ដល់2យើងផ្លាស់អាកមានន័យថាអាកនេះគឺលេងតែកន្លះពេលទេចឹងយើងទៅទាំងអស់គ្នារបៀបលេងមួយមើលសៀ1 2សុំទោសនិយាយដោយសារមីក្រូហ្វូនវានៅគៀកស្អិតមាត់តិចអូខេ1 2 3 4 1 2 3 4 1 2 3 4 1 2 3 4ចឹងយើងលេងចឹងយើងរាប់4ហ្នឹងគឺយើងលេងមួយពេលចឹងយើងលេងកន្លះវិញគឺ1 2 1 2 1 2 ចឹងមានន័យថាយើងលេងកន្លះយើងរាប់2យើងផ្លាស់ប្ដូរអាកតែដល់ពេលដែលលេងអញ្ចឹងយើងអត់អាចមកដល់ La minor យើងត្រឡប់ទៅរាប់បាន2យើងផ្លាស់មកនេះវិញដោយសារភ្លេងពេលហ្នឹងគឺអត់ទាន់អស់សំឡេងវាទេ
គេហៅថាភ្លេងវិលជុំហ្នឹងគឺវាត្រូវនៅកលនឹងឲ្យគ្រប់4អញ្ចឹងអានេះលេងមួយពេលអញ្ចឹងយើងចាំរាប់1 2 3សុំទោស1